Trongពុកទី76ព្រះបាទអជាតសតុមានវិបដិសារីគ្រាន់តែចេញវសាភ្លាមសង្ឃគណៈបានដឹងថាសង្គ្រាមមួយបានផ្ទុះឡើងរវាងនគរកោសលនិងនគរមគធៈកងទ័ពនគរមគធៈដឹកនាំផ្ទាល់ដោយស្ដេចថ្មីអជាតសតុវេទេហិបុត្រឆ្លងកាត់ទន្លេគង្គាចូលទៅកាន់ដែនកាសីដែលជាតំបន់មួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រកោសលដោយសារសង្គ្រាមនេះកើតឡើងឆាប់រហ័សពេកព្រះបាទបសេនតិកោសលគ្មានពេលនឹងបង្គំទូលព្រះសាស្តានៅការដែលស្ដេចយាងចេញទៅច្បាំងនៅកាសីនោះពុំទាន់ឡើយព្រះរាជាទ្រង់5ព្រះអង្គម្ចាស់ជេតឲ្យពន្យល់អំពីស្ថានភាពសង្គ្រាមនេះដល់ព្រះរាជវង្សានុវង្សនិងប្រជាពលរដ្ឋផងដែរព្រះសាស្តាទ្រង់បានជ្រាបជាស្រេចថាបន្ទាប់ពីព្រះបាទបសេនតិបានទទួលដំណឹងថាអជាតសតុកុមារធ្វើគុតព្រះបិតាផ្ទាល់ព្រះអង្គដើម្បីដណ្ដើមរាជបល្ល័ង្កនោះព្រះបាទបសេនតិកោសលច្បាស់ជាជំទាស់នឹងដកហូតយកតំបន់ពារាណសីដែលជាចំណងដៃពេលអភិសេកប្អូនស្រីព្រះនាងវេទេហីនិងព្រះបាទពំពិសានោះមកវិញអស់រយៈពេល70ឆ្នាំកន្លងមកហើយដែលតំបន់ពារាណសីនេះបានផ្ដល់ចំណូលជាមាសជាង1លានដុំទៅដល់នគរមគធៈហេតុដូច្នេះហើយបានជាអជាតសតុកុមារមិនចង់ប្រគល់តំបន់កាសីនេះឲ្យសុកចិត្តលើកទ័ពទៅវាយបង្ក្រាបវិញដោយសារផែនការដ៏វៃឆ្លាតរបស់ឧត្តមសេនីយ៍ម្នាក់ឈ្មោះពាន់ធុលៈព្រះបាទបសេនតិកោសលអាចវាយតបវិញយ៉ាងខ្លាំងក្លាជាទីបំផុតនគរកោសលបានទទួលជោគជ័យផ្ដាច់ព្រាត់ក្នុងសង្គ្រាម6ខែស្ដេចថ្មីអជាតសតុនិងមេទ័ពរបស់ព្រះអង្គត្រូវចាប់ខ្លួនទាំងរស់កូនទាហានជាង1000នាក់ត្រូវចាប់ដាក់គុកនៅក្នុងពន្ធនាគារនិងជាង1000នាក់ទៀតត្រូវស្លាប់និងបាត់បង់ខ្លួនលើសពីនេះនគរកោសលបានរឹបអូសនៅដំរីសេះរថចម្បាំងនិងសម្ភារៈសឹកមួយចំនួនធំទៀតប្រជាពលរដ្ឋនៅក្នុងក្រុងសាវត្ថីទាំងមូលនាំគ្នាធ្វើបុណ្យទទួលជ័យជំនះបន្ទាប់អំពីរំសាយកងទ័ពព្រះអង្គរួចមកព្រះបាទបសេនតិកោសលទ្រង់យាងទៅបង្គំគាល់ព្រះសាស្តានៅឯវត្តចេតពុនព្រះមហាក្សត្របានអធិប្បាយទូលព្រះពុទ្ធអំពីសង្គ្រាមការពារខ្លួនជាមួយនឹងអជាតសតុបណ្ដាលឲ្យមានការខូចខាតយ៉ាងដំណំនិងអស់តម្លៃជាច្រើនលើសលប់ទៀតផងព្រះរាជាទ្រង់បន្ថែមថាអជាតសតុកុមារមានជំនឿខុសលើទីប្រឹក្សាទាំងឡាយរបស់ព្រះអង្គព្រះបាទបសេនតិក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនព្រះបាទអជាតសតុនគរមគធៈក៏ត្រូវជាព្រះភក្កិនីក្មួយបង្កើតរបស់ទូលព្រះបង្គំទូលព្រះបង្គំមិនអាចនឹងធ្វើគុតព្រះអង្គបានទេនិងមិនទាំងមានចេតនាចង់ដាក់គុកព្រះអង្គផងតើព្រះដ៏មានព្រះភិក្ខមានមធ្យោបាយណាប្រសើរអាចជួយដោះស្រាយទូលបង្គំផងបានដែរឬទេព្រះសាស្តាទ្រង់ត្រាស់ថាបពិតមហារាជមានមិត្តភក្តិនិងអង្គរៈដ៏ស្មោះត្រង់ជាច្រើននៅជុំវិញព្រះអង្គគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលថាព្រះអង្គមិនឈ្នះសង្គ្រាមឯណាកើតបើនៅជុំវិញព្រះបាទអជាតសតុវិញមានសុទ្ធតែមនុស្សអាក្រក់រឿងអ្វីដែលព្រះអង្គមិនជួបប្រទះនៅការវង្វេងវង្វាន់នោះតថាគតចង់ឲ្យមហារាជប្រព្រឹត្តចំពោះអជាតសតុកុមារនៅសេចក្តីគោរពរាប់អានដ៏ស្មោះក្នុងឋានៈព្រះអង្គជាព្រះចៅនគរមគធៈឆ្លៀតឱកាសពន្យល់ណែនាំព្រះអង្គឲ្យមានចរិតល្អឡើងវិញក្នុងឋានៈជាក្មួយបង្កើតរបស់ព្រះអង្គបញ្ជាក់ប្រាប់ព្រះអង្គឲ្យបានច្បាស់អំពីសារៈសំខាន់នៃមិត្តភក្តិនិងអង្គរៈដែលនៅជុំវិញព្រះអង្គនោះត្រូវតែមានចរិតលក្ខណៈល្អនិងស្មោះត្រង់ដូច្នេះព្រះអង្គត្រូវតែបញ្ជូនអជាតសតុកុមារត្រឡប់ទៅកាន់នគរមគធៈវិញតាមពិធីការត្រឹមត្រូវសន្តិភាពនឹងអាចកើតមានឡើងជាស្ថាពរអាស្រ័យតែលើការប៉ិនប្រសពរបស់ព្រះអង្គក្នុងការកាន់ក្តាប់រឿងនេះតែប៉ុណ្ណោះព្រះពុទ្ធទ្រង់ត្រាស់ហៅភិក្ខុក្មេងមួយអង្គព្រះនាមសិលវត្តដែលកំពុងតែគង់ចិត្តទីនោះហើយទ្រង់ណែនាំព្រះបាទបសេនតិកោសលឲ្យស្គាល់ថាតើភិក្ខុក្មេងនោះជាអ្នកណាភិក្ខុសិលវត្តមានព្រះកំណើតជាព្រះអម្ចាស់ជាព្រះរាជបុត្រាមួយអង្គរបស់ព្រះបាទពំពិសាដែរនិងត្រូវជាព្រះអនុជដែលមានបិតាជាមួយមេដាទីតីរបស់ព្រះបាទអជាតសតុផង
សិលវត្តភិក្ខុមានប្រាជ្ញាវៃឆ្លាតបានសិក្សាព្រះធម្មវិន័យក្នុងនាមជាឧបាសកក្នុងសំណាក់ព្រះមោគលានតាំងតែពីមានព្រះជន្ម16ឆ្នាំមកម្លេះបន្ទាប់អំពីការផ្លាស់ប្ដូរនៅក្នុងនគរមគធៈមកព្រះអង្គម្ចាស់បានចូលបួសនៅក្នុងព្រះរតនត្រ័យនិងត្រូវបានបញ្ជូនទៅកាន់វត្តចេតពុនទៀបក្រុងសាវត្ថីដើម្បីបន្តការសិក្សាឲ្យបានវែងឆ្ងាយព្រះមោគលានដឹងថាទោះបីជាសិលវត្តក៏មានបំណងចង់ឡើងសោយរាជ្យក៏ដោយក៏ជៀសមិនផុតពីការច្រណែននិន្ទាអំពីស្ដេចថ្មីអជាតសតុនេះដែរព្រះបាទបសេនតិត្រាស់សួរភិក្ខុសិលវត្តអំពីស្ថានភាពដែលបានកើតឡើងនៅក្នុងនគរមគធៈភិក្ខុសិលវត្តទូលរៀបរាប់នៅអ្វីដែលព្រះអង្គបានទតឃើញនិងស្ដាប់ឮដល់ព្រះរាជាយ៉ាងពិស្ដារភិក្ខុដ៏ក្មេងបានទាំងទូលព្រះរាជាថាមានគេបញ្ជូនមនុស្សអំពីនគរមគធៈឲ្យមកធ្វើឃាតព្រះអង្គផងដែរក៏ប៉ុន្តែព្រះអង្គអាចបដូរទឹកចិត្តឃាតករនោះជំនួសវិញបានឃាតករនោះបានបួសជាភិក្ខុនិងកំពុងស្នាក់នៅក្នុងវត្តមួយជិតក្រុងសាវត្ថីនេះដែរព្រះបាទបសេនតិថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខត្រឡប់ទៅកាន់ព្រះរាជវាំងវិញដោយមានព្រះហឫទ័យស្ងប់ស្ងៀមជាទីបំផុតបន្តិចក្រោយមកព្រះបាទអជាតសតុនិងពលទាហានត្រូវបានដោះលែងឲ្យវិលទៅកាន់នគរមគធៈវិញក្នុងការយកសេចក្តីស្នេហាដើម្បីព្យាបាលនៅរបួសនៃសេចក្តីស្អប់ព្រះបាទបសេនតិកោសលបានលើកបុត្រីផ្ទាល់ព្រះអង្គគឺព្រះនាងវជីរៈឲ្យរៀបអភិសេកជាមួយនឹងព្រះបាទអជាតសតុឥឡូវនេះព្រះបាទអជាតសតុក៏បានក្លាយទៅជាកូនប្រសានិងជាក្មួយប្រុសរបស់ព្រះបាទបសេនតិកោសលព្រះបាទបសេនតិកោសលបានទាំងសន្យាផងដែរថាព្រះអង្គនឹងប្រទានតំបន់កាសីទុកជាចំណងដៃដល់គូស្វាមីភរិយាថ្មីនេះព្រះរាជាទ្រង់សពព្រះហឫទ័យក្នុងការគោរពតាមការផ្ដល់ព្រះយោបល់របស់ព្រះដ៏មានព្រះភិក្ខបន្ទាប់ពីសង្គ្រាមរលត់ផុតទៅភិក្ខុនិងភិក្ខុនីទាំងឡាយចាប់ផ្ដើមចេញផ្សព្វផ្សាយព្រះធម៌សារឡើងវិញព្រះបាទបសេនតិកោសលបញ្ជាឲ្យគេកសាងវត្តថ្មីមួយនៅជ័យក្រុងសាវត្ថីដើម្បីអប់រំព្រះពុទ្ធសាសនាដោយទ្រង់បានប្រទានព្រះនាមថារាជាការាមព្រះពុទ្ធទ្រង់បន្តគង់នៅវត្តចេតពុននាដែនកោសលនេះអស់រយៈពេល2ឆ្នាំទៀតថ្ងៃមួយព្រះពុទ្ធបានទទួលដំណឹងអំពីភិក្ខុដែលនិមន្តមកពីដែនមគធៈថាភិក្ខុទេវទត្តបានឈប់រាប់អានជាមួយនឹងព្រះបាទអជាតសតុទៀតហើយរាល់ថ្ងៃនេះមានភិក្ខុតែ100អង្គទេដែលកំពុងតែស្នាក់នៅជាមួយទេវទត្តឯវត្តកយាសីស័កមានភិក្ខុ80អង្គទើបតែចូលទៅសុំជ្រកកោននៅក្នុងវត្តវេលវ័នភិក្ខុទេវទត្តកាន់តែឃ្លាតឆ្ងាយទៅព្រះអង្គធ្លាក់ខ្លួនអាពាធយ៉ាងខ្លាំងដែលមិនអាចចាកចេញពីវត្តកយាសីស័កបានឡើយចាប់តាំងពីចប់សង្គ្រាមមកព្រះបាទអជាតសតុមិនដែលយាងទៅថ្វាយបង្គំភិក្ខុទេវទត្តសូម្បីតែមួយដងក៏គ្មានផងព្រះបាទអជាតសតុក៏មិនដែលយាងទៅកាន់វត្តវេលវ័នដែរប៉ុន្តែទ្រង់នៅតែរក្សាការតាក់ទងជាមួយនឹងនិកាយសាសនាផ្សេងទៀតទោះបីជាយ៉ាងណាក៏គណៈនៅតែបន្តការផ្សព្វផ្សាយព្រះធម៌ទៅមុខឥតអាក់ឡើយនាសិសិរៈរដូវព្រះនាងមល្លិកាជាអគ្គមហេសីនៃព្រះបាទបសេនតិទ្រង់សោយព្រះទីវង្គតដោយមានសេចក្តីទុក្ខមកញោមញីខ្លាំងពេកព្រះរាជាក៏ទ្រង់ទៅគាល់បង្គំព្រះសាស្តាដើម្បីសូមឲ្យព្រះអង្គជួយសម្រាលទុក្ខពេលស្ដេចជួបនឹងព្រះពុទ្ធកាលណាព្រះរាជាក៏ហាក់មានព្រះចិន្តាស្ងប់ចុះបន្តិចម្ដងព្រះពុទ្ធទ្រង់សម្ដែងការសោកស្ដាយចំពោះព្រះនាងមល្លិកាដែលជាឧបាសិកាដ៏ស្មោះត្រង់និងជួយទ្រទ្រង់ព្រះរតនត្រ័យយ៉ាងសកម្មព្រះបរមសាស្តាទ្រង់ថ្វាយព្រះយោបល់ដល់ព្រះរាជាឲ្យខំចម្រើនសមាធិឲ្យបានច្រើនព្រះអង្គទ្រង់បានក្រើនរំលឹកព្រះរាជាសារឡើងវិញនៅការពិភាក្សាកាលពីថ្ងៃមុនស្ដីអំពីការរស់នៅតាមធម៌ដើម្បីផ្ដល់នូវសុភមង្គលដល់មនុស្សដែលរស់នៅជុំវិញព្រះអង្គព្រះពុទ្ធទ្រង់ជំរុញទឹកប្រតិយព្រះរាជាឲ្យធ្វើការកែតម្រង់ប្រព័ន្ធយុត្តិធម៌និងសេដ្ឋកិច្ចប្រទេសព្រះសាស្តាទ្រង់ត្រាស់ដាស់តឿនថាបបិទ្ធមហារាជ
ការធ្វើទុកបុកម្នេញដល់រូបកាយការធ្វើទារុណកម្មការចាប់ដាក់គុកច្រវាក់និងការប្រហារជីវិតពុំមែនជាដំណោះស្រាយសម្រាប់បញ្ឈប់អំពើអក្រិតបានទេអំពើអក្រិតនិងអំពើខុសខើកើតឡើងដោយឯកឯងចេញមកអំពីសេចក្តីស្រេកឃ្លាននិងភាពទីទាល់ក្រមធ្យោបាយសំខាន់បំផុតសម្រាប់ជួយឧបត្ថម្ភនិងជួយការពារសន្តិសុខដល់ប្រជាពលរដ្ឋមានតែខំកសាងសេដ្ឋកិច្ចជាតិឲ្យបានចម្រើនរឹងមាំប៉ុណ្ណោះបបិទ្ធមហារាជជាការចាំបាច់ណាស់ដែលត្រូវផ្ដល់ម្ហូបអាហារថ្នាំសង្កូវគ្រាប់ពូជនិងជីឲ្យដល់កសិករក្រីក្ររហូតដល់អ្នកទាំងនោះអាចទទួលផលគ្រប់គ្រាន់និងល្មមរស់នៅទីពឹងខ្លួនឯងកើតផ្ដល់ការខ្ចីប្រាក់ទុនផ្ដល់អ្នកជំនួញតូចតាចផ្ដល់ប្រាក់ជំនួយដល់អ្នកដែលធ្វើការមិនកើតដូចជាជនពិការនិងចាស់ជរានឹងជួយឲ្យរួចខ្លួនពីការបង់ពន្ធដារចំពោះអ្នកដែលក្រខ្សត់ការបង្ខិតបង្ខំនឹងជិះជាន់សង្កត់សង្កិនដល់កម្មករត្រូវតែបញ្ឈប់ជាកំហិតត្រូវបើកសិទ្ធិឲ្យប្រជាពលរដ្ឋជ្រើសរើសការងារទាំងឡាយដោយសេរីផ្ដល់ឱកាសគ្រប់គ្រាន់សម្រាប់អប់រំវិជ្ជាជីវៈប្រជាពលរដ្ឋដើម្បីប្រកបមុខរបរនិងធ្វើនៅជំនួញណាដែលគេស្រឡាញ់ចូលចិត្តម្យ៉ាងទៀតត្រូវដឹងថានយោបាយសេដ្ឋកិច្ចត្រឹមត្រូវតែពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពនិងការចូលរួមអំពីសំណាក់អ្នកស្ម័គ្រចិត្តផងព្រះអានន្ទដែលគង់ស្ដាប់ការពិភាក្សារវាងព្រះរាជានិងព្រះសាស្តាក្នុងពេលនោះក៏បានកត់ត្រាទុករឿងនយោបាយនិងសេដ្ឋកិច្ចដែលព្រះពុទ្ធបានសម្ដែងនោះនៅក្នុងគុត្តទណ្ឌសូត្រនារសៀលថ្ងៃមួយព្រះអានន្ទទតឃើញព្រះសម្ពុទ្ធកំពុងតែគង់បែរព្រះបឋិខ្នងទៅរកព្រះអាទិត្យខាងក្រៅវិសាខាសាលាព្រះអានន្ទមានការចម្លែកក្នុងព្រះហឫទ័យយ៉ាងខ្លាំងក៏ចូលទៅក្រាបទូលសួរព្រះសម្ពុទ្ធអំពីរឿងនេះប៉ុន្តែព្រះពុទ្ធគ្រាន់តែឆ្លើយថាព្រះអង្គគង់អាំងកម្ដៅថ្ងៃព្រះបឋិរបស់ព្រះអង្គប៉ុណ្ណោះព្រះអានន្ទលូនទៅលុតជង្គង់ចិត្តព្រះសាស្តារួចហើយក៏លើកព្រះហស្ថទាំងគូច្របាច់ព្រះបឋិនិងព្រះបាទទារបស់ព្រះអង្គក្នុងពេលដែលកំពុងច្របាច់នោះព្រះអានន្ទក៏ទូលបង្គំសួរព្រះពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គធ្លាប់បម្រើព្រះអង្គអស់ជាង15ឆ្នាំកន្លងមកហើយខ្ញុំព្រះអង្គតែងចំណាំថាកាលពីមុនស្បែករបស់ព្រះអង្គនៅតឹងល្អណាស់និងមានពន្លឺភ្លឺថ្លាទៀតផងប៉ុន្តែពេលនេះស្បែករបស់ព្រះអង្គឡើងជ្រាវជ្រួញនិងសាច់កំភួនព្រះបាទក៏ឡើងទួនជ្រាយល្វក់ដែរហេតុអ្វីក៏ព្រះដ៏មានព្រះភិក្ខមានឆ្អឹងជំនីរកៀមសឹងតែរាប់បានទាំងអស់យ៉ាងនេះព្រះពុទ្ធទ្រង់ព្រះសម្រួលហើយត្រាស់ថាមនាលអានន្ទដល់ពេលអ្នករស់នៅយូរទៅអ្នកនឹងចាស់អញ្ចឹងណាប៉ុន្តែភ្នែករបស់តថាគតនៅភ្លឺនិងត្រចៀករបស់តថាគតនៅឮច្បាស់ល្អណាស់មនាលអានន្ទតើអ្នកនឹកស្រណោះដល់ភ្នំកិច្ចកោតនិងវត្តវេលវ័នដែរឬទេព្រះអានន្ទបែរជាបង្គំទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនបើព្រះអង្គយាងទៅកាន់ភ្នំកិច្ចកោតសូមកុំភ្លេចយកខ្ញុំព្រះអង្គទៅជាមួយផងព្រះពុទ្ធទ្រង់យាងទៅកាន់នគរមគធៈវិញនៅក្នុងរដូវប្រាំងរាំងស្ងួតហួតហែងព្រះពុទ្ធព្រះអានន្ទនិងភិក្ខុមួយចំនួននិមន្តកាត់តាមដែនសាខ្យៈមលៈវេទហៈនិងវជីមុននឹងឆ្លងទន្លេគង្គាចូលទៅកាន់នគរមគធៈតាមដងផ្លូវព្រះពុទ្ធទ្រង់ចូលសួរសុខទុក្ខនិងបង្រៀនដល់ភិក្ខុនិងក្រហមទាំងឡាយផងពេលយាងចូលដល់ក្រុងរាជក្រឹសព្រះពុទ្ធទ្រង់ទតឃើញភ្នំកិច្ចកោតនិងវត្តវេលវ័ននៅមានពណ៌ខៀវស្រងាត់និងស្រស់បំព្រងដដែលព្រះពុទ្ធទ្រង់មមាញឹកក្នុងការទទួលភ្ញៀវជិតឆ្ងាយអស់ពេលជាង1ខែទម្រាំតែបានទទួលសេចក្តីយាងរបស់គ្រូពេទ្យជីវកៈដើម្បីទៅឆាន់នៅក្នុងអំពរវ័នរបស់លោកគ្រូពេទ្យជីវកៈបានសង់សាលាទេសមួយយ៉ាងធំក្នុងវត្តចំការស្វាយដែលមានចំណុះអាចដាក់ភិក្ខុបានជាង1000អង្គពេលដែលព្រះដ៏មានព្រះភិក្ខកំពុងគង់នៅលើរានឫស្សីក្រោមដើមស្វាយនៅក្រោមកុដិគ្រូពេទ្យជីវកៈក៏បានបង្គំទូលព្រះអង្គអំពីព្រឹត្តិការណ៍ដែលកើតឡើងនៅក្រុងរាជក្រឹសថាបបិទ្ធព្រះអង្គដ៏ចម្រើនអតីតព្រះមហាក្សត្រិយានីវេទេហីបានរកឃើញសេចក្តីស្ងប់នៅក្នុងព្រះចិន្តាហើយ
ព្រះនាងបានចំណាយពេលដើម្បីតាំងសមាធិនិងសោយតែក្រយ៉ាបួសចំណែកឯព្រះបាទអជាតសតុវិញទ្រង់មានវិបដិសារីយ៉ាងខ្លាំងទ្រង់មិនបានសោយសេចក្តីសុខក្នុងរាជសម្បត្តិទ្រង់រសាប់រសល់ក្នុងការបន្ទុំស្រមៃឃើញតែរូបរាជបិតានៅនឹងមុខនិងគ្មានសេចក្តីស្ងប់ក្នុងព្រះចិន្តាឡើយព្រះបាទអជាតសតុទ្រង់ពិចារណាឃើញព្រះកាយរបស់ព្រះអង្គដូចជាត្រូវផែនដីស្រូបដូចជាកំពុងតែចេញពីអណ្ដាតភ្លើងនរោអវជ័យនិងដូចជាត្រូវពេជ្ជឃាតបញ្ជាឲ្យផ្ទុំផ្ងាលើផែនដីហើយបុកចិញ្ច្រាំដោយលំពែងដែកព្រះអង្គភ័យច្រាស់ច្រាលប្រៀបដូចជាសត្វមាន់ដែលត្រូវគេប្រហារយ៉ាងដូច្នោះឯងសូម្បីតែពេលយប់ក៏មិនហ៊ានចូលផ្ទុំផងព្រោះតែខ្លាចនៅសុបិនអាក្រក់គ្រូពេទ្យនិងមេដឹកនាំមកពីនិកាយផ្សេងដូចជាពុរាណកស្សបៈអចិត្តកេសកម្មពលបកតកច្ចាយនៈសច្ជ័យវិលតបុត្រនិងនិគុណធនិតបុត្រត្រូវបានគេអញ្ជើញឲ្យមកជួយព្យាបាលព្រះរោគរាជាគ្រូពេទ្យម្នាក់សុទ្ធតែចង់ព្យាបាលព្រះរោគស្ដេចអជាតសតុដើម្បីជាសេចក្តីសង្ឃឹមថានិកាយរបស់ខ្លួននឹងបានទទួលការប្រោសប្រណីនិងឧបត្ថម្ភអំពីព្រះរាជាប៉ុន្តែគ្មានគ្រូណាម្នាក់អាចព្យាបាលព្រះរោគព្រះរាជាឲ្យបានជាសះស្បើយឡើយថ្ងៃមួយព្រះបាទអជាតសតុនិងព្រះអគ្គមហេសីវជារៈព្រះរាជបុត្រឧទ័យផតដែលមានព្រះជន្មទើបនឹងជិតបាន3ឆ្នាំនិងព្រះមេដាព្រះនាងវេទេហីកំពុងតែសោយក្រយ៉ាស្ងោយជុំគ្នាដោយសារតែព្រះរាជាលើកដំកើងបុត្រាហួសហេតុពេកឧទ័យផតកុមារក៏ក្លាយទៅជាក្មេងគ្មានសណ្ដាប់ធ្នាប់និងខូចអស់រលីងនៅពេលដែលកំពុងសោយក្រយ៉ាស្ងោយនោះព្រះរាជកុមារហៅឆ្កែឲ្យមកអង្គុយជាមួយនៅឯតុបាយតាមធម្មតាការធ្វើរបៀបនេះត្រូវតែហាមឃាត់ជាដាច់ខាតក្នុងវិន័យព្រះរាជវាំងតែធ្វើដូចម្ដេចបើព្រះរាជាទ្រង់សពព្រះហឫទ័យដូច្នេះទៅហើយនោះដោយមានការអៀនខ្មាស់ព្រះរាជាក៏មានព្រះរាជបន្ទូលទៅកាន់ព្រះរាជមេដាទាំងកំរោលថាព្រះរាជមេដាមិនសប្តិខ្លាំងចំពោះការដែលឲ្យឆ្កែមកអង្គុយនៅតុបាយអញ្ចឹងមែនឬតើឲ្យទូលបង្គំធ្វើយ៉ាងដូចម្ដេចទៅព្រះនាងវេទេហីជាព្រះរាជមេដាទ្រង់មានព្រះសាវណីថ្នមថាណែអជាតសតុកុមារអ្នកស្រឡាញ់បុត្ររបស់អ្នកយ៉ាងខ្លាំងអញ្ចឹងហើយបានជាអ្នកអនុញ្ញាតឲ្យព្រះរាជកុមារយកឆ្កែមកអង្គុយជាមួយនៅពេលសោយក្រយ៉ាស្ងោយយ៉ាងដូចនេះហាក់ដូចជាគ្មានអ្វីគួរឲ្យឆ្ងល់ចំពោះរឿងបែបនឹងទេបុត្រអ្នកនឹកឃើញពេលមួយនោះទេថាតើព្រះវរបិតារបស់អ្នកស្រឡាញ់អ្នកយ៉ាងណាដែលព្រះអង្គសុខចិត្តលេបខ្ទុះបោសនៅក្នុងម្រាមប្រហោះរបស់អ្នកនោះព្រះបាទអជាតសតុនឹករឿងនោះមិនឃើញសោះទើបទ្រង់សុំឲ្យព្រះវរមេដាមានព្រះបន្ទូលថាតើរឿងនោះកើតឡើងយ៉ាងដូចម្ដេចព្រះនាងវេទេហីមានព្រះសាវតីថាណែអជាតសតុថ្ងៃមួយនោះម្រាមព្រះហស្ថរបស់បុត្រកើតបោសឡើងក្រហមងាំងកំពុងតែកខ្ទុះនៅក្រោមក្រចកទៀតផងបោសនោះបានធ្វើឲ្យអ្នកឈឺចាប់យ៉ាងខ្លាំងបុត្រស្រែកទ្រហោយំនិងមួម៉ៅនៅក្នុងចិត្តទាំងយប់ទាំងថ្ងៃព្រះរាជបិតារបស់បុត្រទ្រង់មិនបានផ្ទុំក៏ព្រោះតែជំងឺបោសរបស់បុត្រនេះព្រះអង្គលើកត្រកងបុត្រយ៉ាងថ្នមយកទៅផ្ដេកនៅលើខ្នើយរបស់ព្រះអង្គហើយទ្រង់លើកយកម្រាមព្រះហស្ថរបស់បុត្រដែលកើតបោសនោះដាក់ចូលទៅក្នុងព្រះឱសរបស់ព្រះអង្គបឺតជញ្ជក់ខ្ទុះនៅក្នុងម្រាមរបស់ព្រះហស្ថរបស់បុត្រនេះដើម្បីឲ្យបុត្របាត់ឈឺចាប់ព្រះអង្គជញ្ជក់ខ្ទុះម្រាមព្រះហស្ថរបស់បុត្រក្នុងរបៀបនេះអស់រយៈពេល4ថ្ងៃ4យប់ទើបបោសនោះធ្លាយនៅពេលជញ្ជក់ខ្ទុះនោះម្ដងព្រះអង្គមិនហ៊ានដកព្រះឱសចេញពីម្រាមព្រះហស្ថរបស់បុត្រដើម្បីខ្ជាក់ខ្ទុះនោះចោលឡើយពីព្រោះតែខ្លាចបុត្រឈឺចុកចាប់យ៉ាងខ្លាំងដូច្នេះព្រះអង្គត្រូវតែបឺតជញ្ជក់ខ្ទុះនោះបណ្ដើរលេបបណ្ដើរតាមដំណើររឿងនេះបុត្រក៏អាចតតឃើញហើយថាតើព្រះវរបិតារបស់បុត្រស្រឡាញ់បុត្រយ៉ាងណានោះបុត្រស្រឡាញ់ដល់ឧទ័យផតកុមារយ៉ាងដូច្នេះហើយបានជាបុត្រហ៊ានអនុញ្ញាតឲ្យព្រះរាជកុមារនាំឆ្កែយកមកអង្គុយជាមួយនៅពេលសោយក្រយ៉ាស្ងោយអជាតសតុមេដាបានយល់នៅរឿងអស់នេះច្បាស់លាស់ណាស់
គ្រានោះព្រះបាទអជាតសតុយកព្រះហស្ថទាំងគូស្រេះពីលើព្រះកេសហើយក៏យាងចេញពីបន្ទប់បាយនោះទាំងមិនបានសោយក្រយ៉ាមួយម៉ាត់ផងចប់ចំពុក76